មេរៀនទី3បច្ចេកវិទ្យាជីវៈបង្រៀនដោយលោកគ្រូង៉ែតប៊ុនធឿនអ្វីទៅជាជម្រើសពូជជម្រើសពូជគឺការជ្រើសរើសយកពូជល្អបំបត្តិចោលនៅពូជអាក្រក់ដើម្បីបានសន្ទុះទិន្នផលខ្ពស់របស់សត្វស្រុកនិងរុក្ខជាតិដើម 1. ការបង្កាត់ជ្រើសដូចម្តេចដែលហៅថាជម្រើសដោយធម្មជាតិជម្រើសដោយធម្មជាតិគឺជាការប្រយុទ្ធដើម្បីអាហារភាពធន់នឹងជំងឺការបន្ស៊ាំទៅនឹងមជ្ឈដ្ឋានដើម្បីរស់រាននិងបន្តពូជបានដូចម្តេចដែលហៅថាជម្រើសដោយមនុស្សជម្រើសដោយមនុស្សគឺជាការជ្រើសរើសឯកតៈដែលមានបម្រែបម្រួលមានប្រយោជន៍ដើម្បីរក្សាទុកនិងបន្តពូជបាន 1.1 ការបង្កាត់ជ្រើសចំពោះរុក្ខជាតិតើអ៊ីព្រីតគឺជាអ្វីអ៊ីព្រីតគឺជាកូនកាត់ចូលឲ្យនិយមនៃអ៊ីព្រីតកម្មអ៊ីព្រីតកម្មគឺជាការបង្កាត់ពូជខុសគ្នានៃប្រភេទតែមួយឬប្រភេទខុសគ្នាដើម្បីបានអ៊ីព្រីតតើអេតេរ៉ូស៊ីសគឺជាអ្វីអេតេរ៉ូស៊ីសគឺជាអ៊ីព្រីតដែលមានបន្សំសែនល្អពីមេបាក្នុងការបង្កាត់ដើម្បីបានអ៊ីព្រីតល្អមានកម្លាំងខ្លាំងនិងផ្ដល់ទិន្នផលខ្ពស់តើគេត្រូវធ្វើដូចម្តេចក្នុងការបង្កាត់ដើម្បីបានអ៊ីព្រីតល្អមានកម្លាំងខ្លាំងនិងផ្ដល់ទិន្នផលខ្ពស់គេត្រូវជ្រើសរើសមេបាពូជសុទ្ធមានលក្ខណៈខុសគ្នា 1.2 ការបង្កាត់ជ្រើសចំពោះសត្វតើការបង្កាត់ជ្រើសចំពោះសត្វមានវិធីប៉ុន្មានយ៉ាងអ្វីខ្លះការបង្កាត់ជ្រើសចំពោះសត្វមានវិធីពីរបែបគឺការបង្កាត់ជិតនិងការបង្កាត់ឆ្ងាយក៏ការបង្កាត់ជិតដូចម្តេចដែលហៅថាការបង្កាត់ជិតការបង្កាត់ជិតគឺជាការបង្កាត់រវាងមេបានិងកូនរបស់វារវាងបងប្អូនរបស់វាតើការបង្កាត់ជិតបណ្ដាលឲ្យមានបញ្ហាអ្វីខ្លះទៅសន្តានក្រោយការបង្កាត់ជិតធ្វើឲ្យមានបញ្ហាទៅសន្តានក្រោយដូចជាទិន្នផលទាបកម្លាំងជីវិតខ្សោយលទ្ធភាពបន្តពូជថយចុះនិងធ្វើឲ្យមានភាពមិនប្រក្រតីនៃក្រូម៉ូសូមខការបង្កាត់ឆ្ងាយដូចម្តេចដែលហៅថាការបង្កាត់ឆ្ងាយការបង្កាត់ឆ្ងាយគឺជាការបង្កាត់រវាងពូជខុសគ្នារវាងប្រភេទខុសគ្នាឬមានខ្សែស្រឡាយឆ្ងាយពីគ្នាតើការបង្កាត់ឆ្ងាយផ្ដល់អ៊ីព្រីតដែលមានលក្ខណៈដូចម្តេចការបង្កាត់ឆ្ងាយផ្ដល់អ៊ីព្រីតមានលក្ខណៈល្អកម្លាំងជីវិតខ្លាំងក្លាផ្ដល់ទិន្នផលខ្ពស់លូតលាស់ឆាប់ធន់នឹងជំងឺតើការបង្កាត់រវាងសេះញីជាមួយលីឈ្មោលផ្ដល់អ៊ីព្រីតឈ្មោះអ្វីមានលក្ខណៈដូចម្តេចការបង្កាត់រវាងសេះញីជាមួយលីឈ្មោលផ្ដល់អ៊ីព្រីតឈ្មោះថាមួយលេមានកម្លាំងខ្លាំងលូតលាស់ឆាប់រហ័សហើយធន់ទៅនឹងលក្ខខណ្ឌជីវិតពិបាក 2. ក្លូនតើក្លូនជាអ្វីក្លូនគឺជាក្រុមសារពាង្គកាយមួយក្រុមដែលមានព័ត៌មានសេនេទិកដូចគ្នាបេះបិទតើក្លូនដែលកើតឡើងដោយធម្មជាតិចំពោះសារពាង្គកាយណាខ្លះក្លូនកើតឡើងដោយធម្មជាតិចំពោះសារពាង្គកាយឯកកោសិកានិងរុក្ខជាតិមួយចំនួនការសាកការបំបៅការកាត់បណ្ដុះនិងសត្វមួយចំនួន2.1 ក្លូនរុក្ខជាតិតើក្លូនរុក្ខជាតិគេធ្វើតាមវិធីអ្វីខ្លះក្លូនរុក្ខជាតិគេធ្វើតាមវិធីមួយចំនួនដូចជាការបណ្ដុះជាលិកាការបំបៅមែកការកាត់បណ្ដុះការសាកជាដើម 2.2 ក្លូនសត្វតើក្លូនសត្វគេធ្វើតាមវិធីអ្វីខ្លះក្លូនសត្វគេធ្វើតាមវិធីផ្សាំចេញវាយយកច្រើននៃកោសិកាអំព្រីយ៉ុងរបស់សត្វមេល្អមួយហើយដាក់ទៅក្នុងមេសត្វធម្មតាផ្សេងទៀតនៃប្រភេទតែមួយ 3. ប៉ូលីផ្លូអេឌីតើប៉ូលីផ្លូអ៊ីប៊ីគឺជាអ្វីប៉ូលីផ្លូអ៊ីឌីគឺជាបាតុភូតដែលធ្វើឲ្យចំនួនក្រូម៉ូសូមកើនឡើងតាមប្រគុណនៃ N តើតាមធម្មតាចំនួនក្រូម៉ូសូមក្នុងកោសិកាលូតលាស់ចំនួនប៉ុន្មានតាមធម្មតាចំនួនក្រូម៉ូសូមក្នុងកោសិកាលូតលាស់ជាចំនួន diploid 2n តើចំនួនក្រូម៉ូសូមនៃប៉ូលីផ្លូអ៊ីឌីមានចំនួនប៉ុន្មានចំនួនក្រូម៉ូសូមនៃប៉ូលីផ្លូអ៊ីឌីមានចំនួន 3n triploid 4n tetraploid 5n ប៉ង់តាផ្លូអ៊ីដតើរូបរាងនៃរុក្ខប៉ូលីផ្លូអ៊ីឌីមានលក្ខណៈខុសពីរុក្ខជាតិធម្មតាដូចម្តេចរូបរាងនៃរុក្ខប៉ូលីផ្លូអ៊ីឌីមានលក្ខណៈខុសពីរុក្ខជាតិធម្មតាដូចជាដើមស្លឹកឬមើមផ្លែធំជាងរុក្ខជាតិធម្មតាធន់នឹងអាកាសធាតុធន់នឹងជំងឺជាដើមក្នុងជម្រើសរុក្ខជាតិតើគេច្រើនប្រើអ្វីដើម្បីបង្កើតប៉ូលីផ្លូអ៊ីឌីក្នុងជម្រើសរុក្ខជាតិដើម្បីបង្កើតប៉ូលីផ្លូអ៊ីឌីគេច្រើនប្រើសារធាតុគីមីដូចជាណាប់តាឡែនអេទីឡែនកាហ្វេអ៊ីនកូស៊ីស៊ីនដាក់លើរុក្ខជាតិក្នុងចំណោមសារធាតុគីមីដែលគេប្រើសម្រាប់បង្កើតប៉ូលីផ្លូអ៊ីឌីតើមួយណាមានប្រសិទ្ធភាពជាងគេក្នុងចំណោមសារធាតុគីមីដែលគេប្រើសម្រាប់បង្កើតប៉ូលីផ្លូអ៊ីឌីកូស៊ីស៊ីនមានប្រសិទ្ធភាពជាងគេដើម្បីបង្កើតប៉ូលីផ្លូអ៊ីឌីក្រៅពីសារធាតុគីមីតើគេអាចប្រើអ្វីទៀតដើម្បីបង្កើតប៉ូលីផ្លូអ៊ីឌីក្រៅពីសារធាតុគីមីគេអាចប្រើកាំរស្មីវិទ្យុសកម្មតើចំពោះសត្វគេធ្វើប៉ូលីផ្លូអ៊ីឌីបានដែរឬទេចំពោះសត្វគេធ្វើប៉ូលីផ្លូអ៊ីឌីបានតែភាគច្រើនបណ្ដាលឲ្យងាប់ 4. វិស្វកម្មសេនេទិក
4.1 ដំណាក់កាលផ្សេងនៃបន្ទេសែនដូចម្តេចដែលហៅថាវិស្វកម្មសេនេទិកវិស្វកម្មសេនេទិកគឺជាសំណុំបច្ចេកទេសដែលធ្វើឲ្យមានបន្ទេសែនចម្លែកមួយទៅក្នុងកោសិកាបណ្ដុះមួយដើម្បីធ្វើយ៉ាងណាឲ្យកោសិកាធ្មូរទទួលបាននូវលក្ខណៈថ្មីជាប់នឹងសែនបន្ទេនោះតើ ADN នៃភាវរស់ពីរភ្ជាប់គ្នាហៅថាអ្វី ADN នៃភាវរស់ពីរភ្ជាប់គ្នាហៅថា ADN បន្សំថ្មីតើវិស្វកម្មសេនេទិកដែលបង្កើត ADN បន្សំថ្មីឬសែនបន្សំថ្មីមានប៉ុន្មានដំណាក់កាលអ្វីខ្លះវិស្វកម្មសេនេទិកដែលបង្កើត ADN បន្សំថ្មីឬសែនបន្សំថ្មីមាន4ដំណាក់កាលគឺការកាត់ម៉ូលេគុល ADN ជាអង្កត់តូចការបញ្ចូលអង្កត់ ADN ទៅក្នុងផ្លាស្មីតបាក់តេរីការបង្កើតក្លូននិងការសម្ដែងសែនតើការកាត់អង្កត់ ADN ជាអង្កត់តូចគេប្រើអ្វីការកាត់អង្កត់ ADN ជាអង្កត់តូចគេប្រើអង់ស៊ីមបង្រួមតើអង់ស៊ីមបង្រួមមាននីតិដូចម្តេចអង់ស៊ីមបង្រួមមាននីតិទទួលស្គាល់ដំណើរលំដាប់នៃបាសហើយកាត់ដំណើរលំដាប់នៃ ADN នោះតើអង់ស៊ីមបង្រួមរកឃើញដោយអ្នកណានៅឆ្នាំណាអង់ស៊ីមបង្រួមរកឃើញដោយលោក Hamilton Smith នៅឆ្នាំ1970តើផ្លាស្មីតគឺជាអ្វីផ្លាស្មីតគឺជា ADN រាងជារង្វង់របស់បាក់តេរីអេកូលីតើគេផ្ទេរសែនទៅក្នុងបាក់តេរីយ៉ាងដូចម្តេចដំបូងគេត្រូវយកផ្លាស្មីតចេញពីបាក់តេរីអង់ស៊ីមបង្រួមបើកផ្លាស្មីតនៅត្រង់កន្លែងកំណត់មួយបន្ទាប់មកគេបញ្ចូលអង្កត់ ADN ឬសែនបន្ទេទៅក្នុងផ្លាស្មីតរបស់បាក់តេរីអង្កត់ ADN បន្ទេភ្ជាប់ទៅនឹងផ្លាស្មីតដោយអង់ស៊ីម ADN លីកាសផ្លាស៊ីតដែលមានអង្កត់ ADN បន្ទេនោះត្រូវបានបញ្ចូលទៅក្នុងបាក់តេរីវិញរុក្ខជាតិបន្ទេសែនតើសែនថ្មីដែលបញ្ចូលទៅក្នុងរុក្ខជាតិធ្វើឲ្យរុក្ខជាតិមានលក្ខណៈដូចម្តេចសែនថ្មីដែលបញ្ចូលទៅក្នុងរុក្ខជាតិធ្វើឲ្យរុក្ខជាតិធន់នឹងជំងឺសត្វល្អិតចង្រៃអាកាសធាតុថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅផ្ដល់ផ្លែផ្កាច្រើននិងជួយបង្កើនគុណភាពដី 5. បច្ចេកវិទ្យាក្នុងការផលិតតើអ្នកវិទ្យាសាស្ត្រប្រើវិស្វកម្មសេនេទិកក្នុងវិស័យអ្វីខ្លះអ្នកវិទ្យាសាស្ត្រប្រើវិស្វកម្មសេនេទិកក្នុងវិស័យសុខាភិបាលនិងឧស្សាហកម្មផលិតស្បៀងតើក្នុងវិស័យសុខាភិបាលគេប្រើវិស្វកម្មសេនេទិកធ្វើអ្វីខ្លះក្នុងវិស័យសុខាភិបាលគេប្រើវិស្វកម្មសេនេទិកសម្រាប់ផលិតវ៉ាក់សាំងអរម៉ូនថ្នាំអង់ទីព្យូទិកតើគេប្រើវិស្វកម្មសេនេទិកក្នុងវិស័យឧស្សាហកម្មផលិតស្បៀងសម្រាប់ធ្វើអ្វីខ្លះគេប្រើវិស្វកម្មសេនេទិកក្នុងវិស័យឧស្សាហកម្មផលិតស្បៀងសម្រាប់ផលិតអរម៉ូនលូតលាស់ការធ្វើទឹកដោះគោជូរ Reformat ធ្វើនំប៉័ងធ្វើស្រាជាដើមតើវិស្វកម្មសេនេទិកផ្ដល់គ្រោះថ្នាក់អ្វីខ្លះវិស្វកម្មសេនេទិកផ្ដល់គ្រោះថ្នាក់ដូចជាគ្រោះថ្នាក់ដល់បរិស្ថានសេដ្ឋកិច្ចសុខភាពនិងសង្គមសីលធម៌